បាទជំរាបសួរបងអ្នកណាព្យាបាលទាំងអស់នេះជាគំរូវីដេអូក្នុងការទូទាត់ទឹកប្រាក់បង់ថ្លៃសាលាកូនបងដែលរៀននៅសាលារដ្ឋបាលភូមិតាមរយៈapp AC Reader បាទយើងចូល app AC Reader បន្តមកបងធ្វើការទៅលើជ្រើសទៅលើពាក្យថា payment នេះបាទបន្តមកបងជ្រើសរើសយកពាក្យថា school bill បាទមានថាវិក័យប័ត្ររបស់សាលាអញ្ចឹងចូលពាក្យថា school bill បន្តមកនៅខាងលើគឺមានពាក្យថា NTC Group បាទអញ្ចឹងសាលារដ្ឋបាលភូមិស្ថិតនៅក្នុងក្រមឆ័ត្រក្រុមហ៊ុនរបស់ NTC Group បងជ្រើសរើស NTC Group បន្តមកបងធ្វើការជ្រើសរើសនៅ account ដែលមានទឹកប្រាក់បាទអញ្ចឹងខ្ញុំរើសនៅ account $7 នេះបន្តមកបងតារាងទី2បងវាយនៅអត្តលេខរបស់កូនបងដែលអាចជាមាន5ខ្ទង់6ខ្ទង់ឬក៏7ខ្ទង់បើសិនជាមាន5ឬក៏6បងសូមវាយលេខ0ពីមុខបន្ថែមឲ្យគ្រប់7ខ្ទង់អញ្ចឹងឧទាហរណ៍ខ្ញុំវាយលេខកូដនេះគឺ0 12 20គុត10គុតបាទយើងរាប់ទៅគ្រប់7ខ្ទង់ឧទាហរណ៍ខ្ញុំដាក់ចំនួនដែលយើងបងត្រូវបងចំនួនទឹកប្រាក់ដែលបងទទួលបានទៅលើ pending invoice ដែលខាងសាលាផ្ញើជូនអញ្ចឹងបាទខ្ញុំឧទាហរណ៍ដាក់$1តមកបងចុច OK ចឹងវានឹង load ថា you will pay $1សម្រាប់ឈ្មោះសុកហេងបាទអញ្ចឹងបើសិនជាឈ្មោះសុកហេងនេះជាកូនរបស់បងសូមចុចលើពាក្យថា confirm ជាការស្រេចបន្តមកបងចូលទៅ account ACDA របស់បងជួយថតនៅព័ត៌មានដែលបងបានបងទឹកប្រាក់ហ្នឹងផ្ញើមកកាន់អ្នកចុះឈ្មោះឬមកកាន់ផ្ញើលោកគ្រូមកដើម្បីជាការផ្ដល់ព័ត៌មាននឹងរួចអ្នកចុះឈ្មោះនឹងធ្វើជាចេញជាវិក័យប័ត្រផ្លូវការជូននៅពេលណាមួយបងអាចមកយកនៅសាលាបាទសូមអរគុណ